បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវថ្ងៃនេះយើងបន្តមេរៀនយ៉ាងទៀតយើងរៀនអំពីមូលដ្ឋានគ្រឹះរបស់ភាសា DAT តាក់ទងទៅនឹង control flow បាទអញ្ចឹង control flow នេះខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាបន្តិចតាក់ទងទៅនឹងតក្កវិជ្ជាអ្នកទាំងអស់គ្នាបានរៀននៅថ្នាក់វិទ្យាល័យរួចហើយប្រហែលជាអាចរៀននៅថ្នាក់ទី10ឥឡូវនេះយើងទៅរំលឹកពីតក្កវិជ្ជាត្រួសបន្តិចថាតើគេប្រើវាយ៉ាងដូចម្ដេចហើយប្រើវាដើម្បីអ្វីបាទនេះគឺជាទ្រឹស្ដីសង្ខេបរបស់តក្កវិជ្ជាអញ្ចឹងកាលណាគេនិយាយពីតក្កវិជ្ជាយើងនិយាយពីសំណើនេះក្នុងនេះក៏គេបាននិយាយដែរគឺជាអំណះអំណាងទាំងឡាយណាដែលសម្រេចថាពិតឬក៏មិនពិតអញ្ចឹងគេឧទាហរណ៍ឲ្យមើលឧទាហរណ៍ថា P ភ្នំពេញជារាជធានីនៃប្រជាណាចក្រកម្ពុជាអញ្ចឹងតម្លៃពិតហ្នឹងគឺសំណើ P នេះពិតនោះគេថា P មានតម្លៃស្មើនឹង1អញ្ចឹងគេសរសេរថាត P ស្មើ1បាទមួយទៀតសំណើ P មិនពិតនោះពេលហ្នឹងគឺមានតម្លៃស្មើ0អញ្ចឹងគេកំណត់ថាតពេលស្មើ0អញ្ចឹងតកតងទៅនឹងតក្កវិជ្ជានេះយើងនឹងរៀនអំពី3សំខាន់តកតងនឹងយើងការប្រើប្រាស់វានៅក្នុងភាសា DAT គឺមានឆ្នប់នឹងឆ្នប់ឬហើយនិងឆ្នប់មិនបាទអញ្ចឹងឆ្នប់នឹងឆ្នប់ឬឆ្នប់មិននេះពិតឬក៏មិនពិតនៅក្នុងលក្ខខណ្ឌណាខ្លះអញ្ចឹងខ្ញុំនឹងមាន screen record មួយទៀតខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាអំពីវាតែម្ដងបាទនេះគឺជារូបមន្តនៅក្នុងការប្រើប្រាស់ឆ្នប់មិនឆ្នប់នឹងឬក៏ឆ្នប់ឬហើយសម្រាប់សនេះខ្ញុំអត់និយាយទេដោយសារ DAT មិនបានប្រើប្រាស់សនេះដល់ពេញលេញទេគឺការប្រើជាប្រយោលគឺគេប្រើគួបមួយឆ្នប់អអញ្ចឹងតើតើនឹង screen សំទោសតើតើនឹងសនេះខ្ញុំអត់និយាយទេខ្ញុំនិយាយតែ3ទេគឺតើតើទៅនឹង not and or បាទអញ្ចឹងករណីឆ្នប់មិននេះវាមានតម្លៃ2បើសិនបើតម្លៃដើមវាពិតបើសិនបើយើងដាក់ឆ្នប់មិនទៅវាទៅជាមិនពិតបាទមិនពិតទៅជាពិតពិតទៅជាមិនពិតនេះតើតើទៅនឹងឆ្នប់មិនអញ្ចឹងសម្រាប់ឆ្នប់នឹងវិញឆ្នប់ n នេះករណីដែលតម្លៃហ្នឹងពិតទាំងពីរសំទោសណាតើតើតម្លៃមិនពិតទាំងពីរអញ្ចឹងវានឹង return result មកទៅជាតម្លៃមិនពិតបើសិនបើពិតមិនពិតមួយគឺតម្លៃវាមិនពិតប្រសិនបើពិតមួយមិនពិតមួយក៏វាមិនពិតដែរលើកលែងតែវាពិតនៅក្នុងករណីវាពិតទាំងពីរ x ក៏ពិត y ក៏ពិតអញ្ចឹងវានឹងបានតម្លៃបាទនឹងបានតម្លៃពិតបាទមួយទៀតតាក់ទងទៅនឹងឆ្នប់អនេះប្រសិនបើតម្លៃវាមិនពិតទាំងពីរលទ្ធផលវាគឺមិនពិតប្រសិនបើពិតមួយមិនពិតមួយពិតមួយគឺពិតបាទមួយទៀតពិតមួយមិនពិតមួយក៏ពិតដែរហើយបើសិនបើតម្លៃវាពិតទាំងពីរនោះ result វាក៏ពិតបាទអញ្ចឹងស្ដាប់ទៅតក្កវិជ្ជាវារៀងស្មុគស្មាញបន្តិចតកតងទៅនឹងការប្រើប្រាស់ឆ្នប់ហ្នឹងណាហើយបន្តិចទៀតយើងនឹងប្រើប្រាស់ឆ្នប់ភ្ជាប់តគ្នាពេលណាប្រើឆ្នប់ n ពេលណាប្រើឆ្នប់ o ពេលណាប្រើឆ្នប់មិនអញ្ចឹងខ្ញុំនឹងទៅមើល document បន្តិចដើម្បីបង្ហាញអ្នកទាំងអស់គ្នាបន្តទៀតបាទនេះគឺជា control flow របស់យើងគេប្រើមកគឺសម្រាប់ការប្រើប្រាស់ដាក់លក្ខខណ្ឌផ្សេងបាទហើយវាមាន condition មាន loop បាទមាន switch ហើយមាន break មាន continue មាន return អញ្ចឹងទាំងអស់ហ្នឹងគឺយើងត្រូវរៀននៅក្នុងមេរៀនមួយមានឈ្មោះថា control flow បាទឥឡូវនេះខ្ញុំនឹងទៅឧទាហរណ៍អ្នកទាំងអស់គ្នាមើលបាទថាតើយើងប្រើប្រាស់ពិតមិនពិតនេះនៅក្នុងលក្ខខណ្ឌណាហើយពេលណាត្រូវដាក់លក្ខខណ្ឌពេលណាត្រូវ loop ពេលណាត្រូវ break statement ពេលណាត្រូវ continue ពេលណាត្រូវ return អញ្ចឹងយើងទៅមើលការអនុវត្តជាក់ស្ដែងទាំងអស់គ្នាបាទដើម្បីអនុវត្តមេរៀនបានយើងចូលមក website datpad នេះមកបាទ datpad.deal មកបាទពេលដែលយើងបើកមកនេះគឺជាអ្វីដែលយើងបានរៀនកាលពីមេរៀនមុនតាក់ទងទៅនឹង set ខ្ញុំបានឡើងវិញមកដើម្បីឲ្យបញ្ជាក់ថាវាអាចដំណើរការបានចិត្តតាក់ទងនឹង set នេះខ្ញុំអត់និយាយទៀតទេបងប្អូនឆ្ងល់ហើយក៏អ្នកទាំងអស់គ្នាឆ្ងល់អាចទៅមើលវីដេអូមេរៀននៅក្នុង YouTube ក៏បាននៅលើ Facebook របស់ខ្ញុំក៏បានដែរចូលមកទៅនឹងនិយាយលម្អិតពីវីដេអូ set ហ្នឹងនៅក្នុងវីដេអូទី7បាទឥឡូវនេះខ្ញុំសូម delete វាចេញទៅអញ្ចឹងខ្ញុំនឹងឧទាហរណ៍ជូនអ្នកទាំងអស់គ្នាមើលតាមជាក់ស្ដែងតែម្ដងតាក់ទងទៅនឹងទី1គឺការប្រើប្រាស់លក្ខខណ្ឌនេះយើងប្រើប្រាស់ដើម្បីអ្វីហើយពេលណាដែលយើងត្រូវប្រើលក្ខខណ្ឌ
មែនតើទៅការប្រើប្រាស់ if នេះវាដូចជាប្រភេទលក្ខខណ្ឌមួយដែលអាចកំណត់នៅលក្ខណៈភាពផ្សេងៗឲ្យវាមានតម្លៃពិតឬក៏មិនពិតអញ្ចឹងនៅក្នុង programming របស់ Dart ក៏ដូចគ្នាដែរករណីដែលយើងយក if មកប្រើគឺយើងចង់សិក្សាទៅលើតម្លៃរបស់ធាតុមួយហ្នឹងថាវាមានតម្លៃពិតឬក៏មិនពិតអញ្ចឹងវាពាក់ព័ន្ធនឹងតក្កវិទ្យាច្រើននៅក្នុងមេរៀននេះបើសិនបើបងប្អូនមានមូលដ្ឋានគ្រឹះគណិតវិទ្យាស្រាប់ចេះជាមួយនឹងតក្កវិទ្យាស្រាប់អញ្ចឹងតកតងនឹងការរៀនហ្នឹងគឺអត់ពិបាកទេគឺយើងអាចរៀនបានឲ្យរលូនតែម្ដងបាទតកតងនឹងការដាក់លក្ខខណ្ឌនេះផងដែរយើងមាន syntax ដើម្បីសរសេរដើម្បីអាចប្រើប្រាស់ if បានដើម្បីដាក់លក្ខខណ្ឌហ្នឹងទី1យើងត្រូវដឹងពីរបៀបនៃការប្រើប្រាស់វាថាគេត្រូវសរសេរយ៉ាងដូចម្ដេចនៅក្នុង Dart programming ហ្នឹងអញ្ចឹងយើងត្រូវដាក់ keyword if បើកវងកញ្ចក់មកដាក់លក្ខខណ្ឌបន្ទាប់មក execute code ឧទាហរណ៍ថាបើសិនបើលក្ខខណ្ឌនឹងពិតចឹងបើសិនបើលក្ខខណ្ឌនៅក្នុងនឹងពិតនៅក្នុង block code ខាងក្រោមនេះយើងអនុញ្ញាតឲ្យវាធ្វើអីគេហើយបើសិនបើវាមិនពិតទេវានឹង execute នៅ condition false ដើម្បីទៅធ្វើការលក្ខខណ្ឌឲ្យវាមិនពិតបាទអញ្ចឹងខ្ញុំឧទាហរណ៍ជូនអ្នកទាំងអស់គ្នាណាឧទាហរណ៍អញ្ចេះប្រសិនបើខ្ញុំមានvariable temperature មួយបាទ temperature បាទមានតម្លៃសីតុណ្ហភាពមួយស្មើនឹង25ដឺក្រេបាទបន្តមកទៀតខ្ញុំទៅសិក្សាមើលថាប្រសិនបើសីតុណ្ហភាពហ្នឹងវាធំជាង30អញ្ចឹងខ្ញុំនឹង print តម្លៃ value មួយខ្ញុំដាក់ថា it is very hot ឬក៏យើងសរសេរចេះ it is a hot day បាទ is the hot day បាទបន្ទាប់មកខ្ញុំនឹងប្រើលក្ខខណ្ឌបន្តិចដាក់ else បាទបើសិនបើយើងមានលក្ខខណ្ឌច្រើនបើសិនបើយើងមានលក្ខខណ្ឌច្រើនគឺយើងត្រូវប្រើ else អញ្ចឹង else តែខ្ញុំដាក់ថា if temperature វាធំជាងឬក៏ស្មើនឹង20អញ្ចឹងកន្លែងហ្នឹងយើងនឹង print តម្លៃ value វាមួយទៀតយើងចង់ឲ្យវាចេញអីគេឥឡូវឧទាហរណ៍ថាប្រសិនបើសីតុណ្ហភាពហ្នឹងវាមានទំហំធំជាងឬក៏ស្មើ20អង្សាសេអញ្ចឹងយើងនឹង print value មួយយើងចង់ print អី print ទៅឲ្យតែយើងចង់ print ឥឡូវឧទាហរណ៍ថាយើងចង់ print ថា the weather is pleasant អញ្ចឹងយើងអាចសរសេរបានដាក់ the weather but the weather is pleasant បាទបន្តមកទៀតប្រសិនបើយើងចង់សិក្សាលក្ខខណ្ឌផ្ទុយរបស់វាមួយទៀតបើវាមានទៀតណាបងប្អូនមានទៀតយើងដាក់ else តទៀតមកប៉ុន្តែបើសិនបើវាអស់ហើយឥឡូវបើវាអស់ហើយយើងអាចដាក់អញ្ចឹងយើងអាចដាក់ l ចេះមក l នេះយើងនឹងសិក្សាតែពីសំណើផ្ទុយទេបើសិនបើវាអត់ចូលលក្ខខណ្ឌទាំងអស់ហ្នឹងយើងចង់ឲ្យវាចេញអីគេឥឡូវយើងចង់ដាក់ថាបាទ the weather is cold ឥឡូវយើងទៅមើលលទ្ធផលទាំងអស់គ្នាថាវាចេញយ៉ាងដូចម្ដេចទេបាទអញ្ចឹងចេញ the weather is pleasant មានន័យថានៅក្នុង statement ទាំងអស់ហ្នឹងវាបានដំណើរការ execute code ហ្នឹងគឺនៅក្នុង else ដែលមានតម្លៃចន្លោះចាប់ពី20ដឺក្រេយ៉ាងទៅយើងយកហើយបាទចាប់ពី20ឡើងទៅរហូតទៅដល់30អញ្ចឹងវានឹងយកតម្លៃមួយមានឈ្មោះថា the weather is pleasant បើសិនបើករណីដែលវាធំជាង30អញ្ចឹងវានឹងចេញ that is the hot day ហើយបើសិនបើក្រោមហ្នឹងវានឹងចេញតម្លៃបាទកាត់ជាងនេះគឺតិចឥឡូវឧបមាថាខ្ញុំដាក់5ដឺក្រេបាទឲ្យ sign temperature ហ្នឹងស្មើ5មកចេញតម្លៃមួយនេះវានឹងចេញ the weather is equal វានឹងចូលលក្ខខណ្ឌ L បាទអញ្ចឹងបើសិនបើយើងតូចជាង20មានន័យថាវាតិច
ចឹងយើងអាចដាក់ scroll បានឬក៏ warming មកយើងអាចកន់លក្ខខណ្ឌថែបានទៀតអញ្ចឹងថែបានទៀតណាបាទអញ្ចឹងនេះគឺជាការប្រើប្រាស់ if else ហើយនិង else statement បាទបន្តទៅទៀតយើងនឹងនិយាយមួយទៀតតាក់ទងទៅនឹង switch case តែម្ដងអញ្ចឹង switch case នេះគេប្រើវានៅពេលណាប្រើវាដើម្បីអីនេះគឺជារូបមន្តនៃការប្រើ switch case បាទ syntax របស់វាគឺយើងត្រូវទៅសេជាមួយ keyword switch យើងដាក់ expression បន្ទាប់មកមានករណីទី1បាទករណីទី1ករណីទី2រហូតដល់ករណីទី n អាស្រ័យលើយើងដាក់ហើយប្រសិនបើនៅក្នុងករណីមួយនឹងពិតយើងចង់ skip លក្ខខណ្ឌហ្នឹងកុំឲ្យវាធ្វើលក្ខខណ្ឌផ្សេងទៀតអញ្ចឹងយើងប្រើ keyword មួយមានឈ្មោះថា break បាទមានឈ្មោះថា break ហើយបើសិនបើវាអត់ចូលលក្ខខណ្ឌអីទេយើងអាចមាន default បានអញ្ចឹងវាប្រើប្រាស់វាប្រហែលទៅនឹង if ដែរទេក៏ប៉ុន្តែនៅក្នុង switch នេះវាពិសេសជាង if ដោយសារវាអាច break statement បានហើយវាអាច continue បាទទី2ហើយទី3ហ្នឹងគឺវាអាច execute នៅ default value ណាមួយដែលយើងចង់ឲ្យចេញបាទនេះគឺជាគោលដៅនៅក្នុងការប្រើប្រាស់ switch case ឥឡូវយើងទៅឧទាហរណ៍នៃការប្រើប្រាស់ switch case បាទដើម្បីប្រើ switch case បានខ្ញុំ enter វាចុះមកក្រោមមកតាក់ទងទៅនឹង if else ខ្ញុំមិនបាច់លុបចេញទេទុកឲ្យអ្នកនរគ្នាមើលបាទខ្ញុំ enter ចុះមកឲ្យឆ្ងាយដក clear បន្តិចបន្តមកទៀតខ្ញុំបង្កើត variable string មួយមានឈ្មោះថា traffic light បាទ traffic light color បាទខ្ញុំ assign value ឲ្យស្មើនឹង yellow បាទហើយខ្ញុំនឹងទៅធ្វើការដាក់លក្ខខណ្ឌបាទខ្ញុំនឹងធ្វើការយក traffic light នេះទៅប្រើប្រាស់ជាមួយនឹង switch case ឥឡូវយើងប្រើយ៉ាងដូចម្ដេចអញ្ចឹងទី1ដើម្បី follow តាម syntax របស់យើងត្រូវប្រើ keyword មួយមានឈ្មោះថា switch បាទយើងសរសេរមក SWI បាទ SWI TCH បាទយើងដាក់ switch មកនៅក្នុង switch នេះគឺយើងត្រូវដាក់ expression ចូលអញ្ចឹង expression នេះយើងដាក់ traffic light មកបាទយើងដោយសារនៅគ្នាយើងមាន variable traffic light មួយបន្ទាប់មកទៀតយើងបើកនៅ curly brace មកបាទ switch សេខុសអញ្ចឹងវាចូលលក្ខខណ្ឌ case មួយដែលមានឈ្មោះថា red បាទអញ្ចឹងបើសិនបើចូល case red នេះយើង print ថា stop បាទបន្ទាប់មកទៀតចូលបាទចូល case មួយទៀតបើសិនបើ case ហ្នឹងសុំទោសបើសិនបើ case ហ្នឹងស្មើជាមួយនឹង yellow បាទយើងឲ្យវាធ្វើអីចឹងណាបាទហើយយើង print វាមកបាទភ្លើង stop ពណ៌លឿងធ្វើអីគេបងប្អូនបាទ prepare to stop or go បាទ prepare to stop or go បាទនិយាយថាប្រុងប្រៀបឈប់ឬមួយក៏ទៅមុខឲ្យប្រុងប្រយ័ត្នចឹងណាបាទហើយបន្ទាប់មកយើងមានស្អីទេបងប្អូនភ្លើងភ្លើង stop មាន3ពណ៌ណាអញ្ចឹងយើងនៅពណ៌ឲ្យគេមួយទៀតបាទយើងមាន yellow មាន red ហើយនិងមានមួយពណ៌ទៀតគឺ green បាទអញ្ចឹងបើសិនមកវាចូលលក្ខខណ្ឌ green លក្ខខណ្ឌ green នេះយើងឲ្យធ្វើអីបាទយើង print មក green នេះគឺ go អញ្ចឹងនៅក្នុង case មួយនេះប្រសិនបើវា execute ទៅត្រូវហើយយើងចង់ break statement វាយើង complete keyword មួយមានឈ្មោះថា break បាទអញ្ចឹងបើសិនបើត្រូវហើយគឺយើង break តែម្ដងបាច់ឲ្យ execute តទៀតទេសុំទោស break នៅក្រោមណាបាទអញ្ចឹងបើសិនបើ break ហើយ statement ខាងក្រោមទៀតគឺឈប់ execute ហើយគឺចប់ត្រឹមហ្នឹងតែម្ដងឥឡូវយើងមាន3ហើយចុះករណីដែលមាន default យើងប្រើប្រាស់យ៉ាងម៉េចបាទបន្ទាប់ពីអស់ហើយគឺនៅចុងក្រោយគេគឺ default បាទ
default នេះយើងសរសេរអញ្ចឹងមកមាន T មួយទៀតចុច2មកហើយយើង print មើលទៅបើសិនមកភ្លើង stop វាខុសពី3ពណ៌ហ្នឹងអញ្ចឹងយើងចេញ message ទៅកាន់ user មួយយើងដាក់ថា invalid បាទ invalid graphic live colors បាទយើងបិទមកឥឡូវយើងចាំទៅមើល result ទាំងអស់គ្នាបាទអញ្ចឹងបើសិនបើនៅក្នុង switch case នេះតម្លៃដែលខ្ញុំ assign ទៅគឺពណ៌លឿងអញ្ចឹងវានឹង execute នៅ statement មួយដែលខ្ញុំ print ថា prepare to stop or go បាទអញ្ចឹងបើសិនបើក្នុង yellow នេះខ្ញុំដូរទៅពណ៌ green វិញបាទវានឹងចេញពាក្យថា go គឺអាចបន្តដំណើរទៅមុខបានអញ្ចឹងនៅក្នុង switch case នេះករណីដែលលក្ខខណ្ឌឧបមាថាលក្ខខណ្ឌភ្លើងយើងបើយើងមានភ្លើង stop 3ពណ៌អញ្ចឹងគីឡូពីណារកឃើញភ្លើង stop មាន4ពណ៌អីគេចង់ដាក់ពណ៌ black មួយទៀតអញ្ចឹងគឺវាចូលលក្ខខណ្ឌ default របស់យើងគឺវានឹងចេញថា invalid traffic light color អញ្ចឹងអត់មាន dry color ដែលប្រើប្រាស់មានពណ៌ខ្មៅសម្រាប់ភ្លើង stop ទេអញ្ចឹងភ្លើង stop សរុបគឺមានតែ3ពណ៌ទេបាទអញ្ចឹងតាក់ទងទៅនឹង switch case នេះខ្ញុំសង្ឃឹមថាបងប្អូនអាចនឹងស្វែងយល់បានពីការប្រើប្រាស់វាអត់មានអីស្មុគស្មាញទេអញ្ចឹងយើង review វាមើលវាម្ដងទៀតថាទី1យើងត្រូវប្រកាស variable ចាប់នៅ expression ណាមួយឬក៏យើងមាន expression ណាចង់មក compare យើងអាចប្រើប្រាស់បានដែលយើងប្រើ keyword switch the expression ករណីអាចទី1ករណីអាចទី2ករណីអាចទី3រហូតដល់ករណីអាចទី n ហើយក៏មាន default value មួយទុកសម្រាប់ដែលវាឆែកខុសពី exception របស់យើងឧទាហរណ៍ថាយើងផ្ដល់តម្លៃណាមួយដែលយើងបានគិតក៏ប៉ុន្តែតម្លៃដែល user ផ្ដល់ឲ្យយើងវាខុសពីតម្លៃដែលយើងគ្រោងទុកដូច្នេះវានឹងចូលលក្ខខណ្ឌ default បាទនេះគឺជាលទ្ធភាពដែល switch case អាចប្រើប្រាស់បានបាទអញ្ចឹងចាប់ពី switch case ទៅយើងនៅ control flow ទៀតអត់ទាន់អស់បងប្អូនណាគឺយើងនិយាយអំពី loop នេះវាតាក់ទងទៅនឹងការ loop យក data for នេះគឺជា syntax របស់វាមានទី1គឺ initialize ទី2 condition ទី3 increment or decrement ហើយបន្លោះនេះគឺតាក់ទងទៅនឹងការ execute code ដើម្បីឲ្យវា repeat ម្ដងមួយតអស់តើគេប្រើប្រាស់វាដើម្បីអីមែនតើនៅក្នុង program ណាក៏មានដែរសម្រាប់ loop នេះគឺដើម្បីយើងទៅទាញយក data ឧបមាថា data នៅក្នុង database វាមាន 1000 record អញ្ចឹងដើម្បីបាន data ទាំង 1000 record ហ្នឹងយើងត្រូវសរសេរ code ឬក៏ SQL statement ណាមួយដើម្បីឲ្យវា loop យក data ហ្នឹងចេញមកហើយឬមួយក៏យើងមានជាដូចជាយើងរៀនមេរៀនមុនយើងរៀនអំពី list រៀនអំពី map រៀនអំពី set ក៏យើងអាចយក data ហ្នឹង loop ចេញបានដែរឥឡូវយើងមើល syntax ទៅគឺមានទី1បាទមាន for ហើយគេមាន initialization មាន condition មាន increment or decrement តបមកទៀតគឺ code to execute repeat ឥឡូវខ្ញុំឧទាហរណ៍បងប្អូនមើលតើគេប្រើប្រាស់វាយ៉ាងម៉េចហើយហេតុអីបានត្រូវការប្រើប្រាស់វាអញ្ចឹងយើងមើលឧទាហរណ៍ទៅដើម្បីស្វែងយល់បន្ថែមឥឡូវឧទាហរណ៍មួយខ្ញុំនឹងធ្វើការ loop នៅតម្លៃមួយដែលយើងអត់ទាន់យកចេញពី list ទេខ្ញុំ loop លេខធម្មតាបងប្អូនមើលអញ្ចឹងណាអញ្ចឹងយើងត្រូវសរសេរ keyword មួយមានឈ្មោះថា for បាទយើងសរសេរចេះមក for បន្ទាប់មកទី1គឺ initialize value អញ្ចឹងខ្ញុំបង្កើត variable i មួយដែលមានតម្លៃស្មើ0បាទអញ្ចឹងបន្ទាប់ពី initialize មកយើងត្រូវ follow តាម syntax វិញយើងដាក់ semicolon មួយបន្ទាប់មកទៀតខ្ញុំដាក់ value សំទោសខ្ញុំដាក់ condition អញ្ចឹងខ្ញុំដាក់លក្ខណៈបើសិនបើ i វាតូចជាង5យើងបិទ semicolon មួយទៀតអញ្ចឹងយើងឲ្យ i បូកបាទហើយយើងចាប់ផ្ដើម print បាទយើង print ចេញមកបងយើងដាក់ print iteration បាទ iteration ហើយមកដើម្បីសរសេរនៅ variable នៅក្នុង string បានយើងត្រូវប្រើប្រាស់សញ្ញា $. ហើយបន្ទាប់មកយើងបិទ semicolon ហើយយើងទៅមើលលទ្ធផលបាទវានឹងចេញពី0ដល់លេខ4អញ្ចឹង
ដោយសារនៅក្នុង i នេះយើងចាប់ផ្ដើមពី0ទៅហើយយើងយកតូចជាង5លេខអញ្ចឹងវានឹងចេញត្រឹមលេខ4ឥឡូវឧទាហរណ៍បើយើងយកចាប់ផ្ដើមពី1ទៅយើង execute មើលមួយទៀតអញ្ចឹងវានឹងចាប់តម្លៃពីលេខ1ទៅដល់លេខ4ដោយសារលក្ខខណ្ឌវាតូចជាង4តែបើសិនមកករណីយើងដាក់តូចជាង15អញ្ចឹងវាយកពី1ដល់15បាទនេះគឺ loop គឺវាអញ្ចឹងបងប្អូនវាតាក់ទងទៅនឹងមេរៀន switch ច្រើនតាក់ទងនឹងមេរៀន switch ច្រើនបាទ switch នឹងបងប្អូនធ្លាប់រៀននឹងគណិតវិទ្យាអាចនឹងយល់ខ្លះបើសិនបើអត់ដឹងទេក៏ដឹងត្រឹម for ហ្នឹងទៅក៏យើងអាចធ្វើការជាមួយនឹង programmer បានដែរឲ្យតែយើងយល់ពីការប្រើប្រាស់និងវត្ថុបំណងដែលខាង developer គេបង្កើតជាមួយនឹងសំដៅសម្រាប់ engineer ដែលគេបង្កើតនៅ program code ហ្នឹងឲ្យយើងរៀនធ្វើម៉េចយើងត្រូវស្វែងយល់ពីវត្ថុបំណងរបស់គេឲ្យឃើញថាគេបង្កើត feature នេះមួយមកដើម្បីយកទៅប្រើប្រាស់ធ្វើអីយើងយល់អានឹងហើយបានយើងយកវាមករៀនបានរៀនទៅវាចេះតែបើសិនបើយើងអត់យល់ពីគោលបំណងទេយើងចេះតែរៀនឲ្យតែចេញយើងអត់បានស្វែងយល់យើងក៏មិនអាចខ្លាយទៅជា developer មួយដែលមានសក្តានុពលដែរយើងអាចធ្វើការបានតែគាត់ថាធ្វើការវាបានការងារតូចតាចតូចស្រួលអញ្ចឹងមានអ្នកមើលមានអ្នកដឹកនាំអញ្ចឹងតែបើសិនបើយើងដំណើរការម្នាក់ឯងឬក៏យើងចង់ lead project អីវារៀងពិបាកតិចអញ្ចឹងតម្រូវឲ្យយើងស្វែងយល់ពីតាក់ទងទៅនឹង feature របស់ program ហ្នឹងឲ្យបានច្រើនថាយើងត្រូវរៀនវាធ្វើអីរៀនហើយយើងយកទៅប្រើធ្វើអីខ្លះបាននេះគឺជាវត្ថុបំណងបាទឥឡូវតាក់ទងនឹង i បូកនេះយើងបានដឹងហើយចុះបើសិនបើយើងចង់សរសេរ i យើងចង់សរសេរជាចំនួន count ថយចុះវិញរាប់ពីធំមកតូចវិញគេធ្វើម៉េចបាទអញ្ចឹងតាក់ទង loop នៅក្នុង syntax មេរៀនរបស់យើងមិញគឺមាន increment ហើយនិង decrement មានថាចំនួនកើនឡើងនិងចំនួនថយចុះបាទអញ្ចឹងករណីដែលយើងចង់សរសេរឲ្យវាថយចុះក៏មានអីពិបាកដែរបងប្អូនងាយដែរទេហើយខ្ញុំសរសេរឲ្យមើលទៅគឺវានៅតែត្រូវការនៅ condition មិនដូចគ្នាអញ្ចឹងវាមានត្រូវការ initialization condition ហើយយើងសរសេរពី increment មក decrement វិញមកបាទអញ្ចឹងយើងសរសេរ loop មួយទៀតយើងសម្រាប់រាប់ចំនួនថយចុះបាទខ្ញុំដាក់ដែល in i បាទប្រើ i ទៅ i គេនិយមប្រើក្នុងភាសា loop បាទអញ្ចឹងបើសិនបើ i មានចំនួនស្មើ5បន្ទាប់មកទៀតខ្ញុំដាក់ semicolon មួយខ្ញុំដក clear មកពោកមកឲ្យខ្ញុំឲ្យ value i ហ្នឹងឲ្យវាធំជាង0បាទបិទ condition បន្ទាប់មកយើងចាប់ផ្ដើមឲ្យ i នេះដកបាទអញ្ចឹងយើង print មើល print i មើលមកបាទអញ្ចឹងកន្លែងនេះកុំឲ្យដាក់15វាច្រើនពេកខ្ញុំដាក់ត្រឹម5ឲ្យទៅបានហើយកុំឲ្យវាហៀ screenហៀហោបាទអញ្ចឹងកន្លែងនេះខ្ញុំprint កន្លែងនេះ break ឲ្យដាច់មួយមកដើម្បីកុំឲ្យយើងច្រឡំគ្នាបាទខ្ញុំដាក់ line ចេះមកបាទអញ្ចឹងទៅឡើងច្រឡំគ្នាហើយបាទអញ្ចឹងយើងមើលទី1គឺ loop កើននេះគឺ loop ថយbreak វាមួយ line ចេះមកច្រឡំគ្នាបាទអញ្ចឹងសម្រាប់ i បូកនេះបើសិនបើ value យើងមានតម្លៃស្មើ0ហើយវាតូចជាង5អញ្ចឹងវានឹងធ្វើការពី0ដល់លេខ4តែបើយើងដាក់តូចជាងឬស្មើ5វានឹងធ្វើការពីចាប់លេខ0ដល់លេខ5បាទអញ្ចឹងយើងអាចកំណត់ឲ្យលក្ខខណ្ឌនៅក្នុង condition នៃ block ទី2ហ្នឹងយើងឲ្យវា execute ធម្មតាគឺវា execute ធម្មតាអញ្ចឹងតើតើនឹងខាងក្រោមនេះក៏ដូចគ្នាដែរបាទអញ្ចឹងយើងមើលទៅមានកើនមានថយណាបាទហើយមួយទៀតក៏យើងអាច loop តាមរបៀបមួយទៀតក៏យើងប្រើ for ដែរក៏ប៉ុន្តែវារៀងស្រួលសរសេរជាងហ្នឹងក៏ប៉ុន្តែយើងត្រូវការនៅតម្លៃណាមួយដែលយើងចង់យកចេញឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលថាយើងអាច access តម្លៃយកពី value ហ្នឹងយ៉ាងដូចម្ដេចបាទឥឡូវឧទាហរណ៍ថាខ្ញុំមានlist string មួយបាទខ្ញុំសេមកខ្ញុំដាក់ list ហើយ type វាខ្ញុំយក string បាទ string ខ្ញុំបិទ type វិញមកខ្ញុំដាក់ variable ដាក់ឈ្មោះថា fruit បាទយើងរៀនទៅបាទ fruit ខ្ញុំអាសាញ value ឲ្យ fruit ហ្នឹងឲ្យហើយបាទមាន value ទី1ខ្ញុំដាក់ថា apple value ទី2បាទ banana
value ទី3ខ្ញុំដាក់ថា cherry បាទ cherry មាន o ពីបងចេះមួយវាខុសអញ្ចឹងណាអញ្ចឹងខ្ញុំចង់ចាប់ផ្ដើម output ដល់តម្លៃនៅក្នុង list ហ្នឹងចេញជាទូទៅបើសិនបើនៅក្នុង list ហ្នឹងកាលពីមេរៀនមុនយើង access យកតាម index ទេដែលខ្ញុំបានបង្ហាញបងប្អូនពីក្នុងមេរៀន variable ណាឧបមាថាខ្ញុំចង់ print តម្លៃស្អីគេតម្លៃ fruit ហ្នឹងចេញមកវិញបាទខ្ញុំ copy មកលឿនតម្លៃ fruit ហ្នឹងមកវិញអញ្ចឹងយើងត្រូវការ access តាម index ឧបមាថាយើងចង់បានណាចេះយើងដាក់លេខ0អញ្ចឹងណាអញ្ចឹងអាហ្នឹងយើងអាចយកតម្លៃ Apple បានហើយក៏ប៉ុន្តែបើសិនបើយើងចង់យកតម្លៃទាំងអស់យើងចង់យកតម្លៃទាំងអស់យើងធ្វើមិនអញ្ចឹងបងប្អូនអញ្ចឹងវាអត់មានអីទេយើង loop ចេញមកអ្វីដែលយើងកំពុងរៀនមេរៀនដែលយើងកំពុងរៀនហ្នឹងក៏ប៉ុន្តែសម្រាប់ការ loop ហ្នឹងខ្ញុំអត់ loop ប្រើដូច for មាន initialization មាន condition ហើយមានស្អីទេបងប្អូនឥឡូវយើង loop តាមរបៀបទៀតក៏យើងអាចសរសេរបានដូចគ្នាមកថាខ្ញុំសរសេរ for ចេះមកបាទខ្ញុំបង្កើត variable string បាទនេះគឺជា syntax ថ្មីមួយដែរនៅក្នុងភាសា Swift អីប្រើពួកនឹងច្រើនបាទខ្ញុំដាក់បង្កើត variable ខ្ញុំដាក់ fruit បាទ fruit យើងពីមុនយើងមាន s ឥឡូវយើងអត់មាន s ទេហើយយើងយក in value fruit បាទ in list នៃ fruit បាទអញ្ចឹងយើងចង់ print តម្លៃ value វាមួយហ្នឹងយើង print វាបងប្អូនដើម្បី loop ចេញមកវិញណាអ្នកនរគ្នាអាចធ្វើការ output នៅតម្លៃ value ដែលមាននៅក្នុង fruit ហ្នឹងបានអញ្ចឹងយើងគាត់ថា copy កន្លែង fruit ហ្នឹងដាក់នៅកន្លែងនេះទៅបាទអញ្ចឹងកន្លែងនេះខ្ញុំបាទខ្ញុំដាក់នៅកន្លែងនេះមួយទៀតទៅកុំឲ្យច្រឡំគ្នាសម្រួលកូដឲ្យស្អាតតិចមកបាទអញ្ចឹងខ្ញុំចាប់ផ្ដើម run បាទនៅពេលដែល run ទៅយើងនឹងចាប់បានតម្លៃ3ដែលយើងយកចេញពី list របស់ fruit ហ្នឹងយើងមានapple banana បាទហើយមាន cherry អញ្ចឹងបើសិនមកយើងចង់ប្រើជាមួយfor loop ដែលខាងលើវិញយើងប្រើបានអត់បងបាទសាកសម័យមកយើងអាចប្រើការដែរបាទយើងនៅតែមានវិធីសាស្ត្រអាចប្រើបានអញ្ចឹងអត់មានជាបញ្ហាអីទេយើងចាប់ផ្ដើមសរសេរសាកមើលមកតើគេសរសេរយ៉ាងម៉េចឥឡូវឧទាហរណ៍ថាខ្ញុំអត់ចង់ប្រើ fruit មានប្រកាស variable value ហើយឲ្យវានៅក្នុងតម្លៃ list ហ្នឹងទេខ្ញុំចង់ប្រើ for loop យើងនៅតែមានវិធីប្រើគាត់ថាគេបង្កើតរបស់ឲ្យមានច្រើនយ៉ាងទៅដើម្បីឲ្យអ្នកទាំងអស់គ្នាសម្បូរសប្បាយនៅក្នុងការប្រើប្រាស់ហ្នឹងណាបាទអញ្ចឹងខ្ញុំដាក់ variable i បាទស្មើ0បាទស្អីមានរបៀបតិចមកយើងដកមក space ចេះមកមក0បន្តមកទៀតយើងដាក់ i អានេះបើសិនមកបងប្អូនមើលពីលើវិញវាត្រូវ i ហើយ expression ដល់ណាតែនៅក្នុងហ្នឹងយើងចាប់ value ដូចម្ដេចដើម្បីរកលេខបានមកយើងយក fruit នេះមកបាទ i តូចជាង fruit ដុតលេងតបមក i បូកបាទអញ្ចឹងសំទោសលេខនេះវាសរសេរខុសបាទ i បូកអញ្ចឹងបើសិនបើយើងចង់ print នៅ value fruit នេះយើងត្រូវការ access fruit នេះទៅតាម index អញ្ចឹងយើងដាក់ចេះយើងដាក់ i ហើយយើងបោះ index ទី i ឲ្យវាទៅដើម្បីឲ្យវា access តាម index មួយណាបាទយើងចាំមើល result បាទពេល run ដំណើរការយើងក៏ទាញលទ្ធផលបានដូចគ្នាចឹងដែរដោយសារនៅក្នុង list សម្រាប់ for variable ប៉ុណ្ណេះហ្នឹងគឺវាស្រួលប្រើប៉ុន្តែយើង loop នៅក្នុងតម្លៃនៃ list ដែលយើងបានបង្កើតហ្នឹងមកតបមកវានឹង list element មួយដែលមាននៅក្នុងធាតុហ្នឹងចេញមកក្រៅតាមរយៈ variable ដែលយើងបានបង្កើតក៏ប៉ុន្តែករណីដែលយើងប្រើ for loop ដូចខាងក្រោមនេះវានឹង output value ទៅតាមតម្លៃ index របស់វាដូចយើង print នៅក្នុងតម្លៃ index ជា0អញ្ចឹងណាក៏ប៉ុន្តែសម្រាប់មួយ index របស់វាហ្នឹងគឺវាចាប់ផ្ដើមសំទោសមួយ list នេះវាមានផ្ទុក index ហើយវាចាប់ផ្ដើមពី index ទី0ទៅនេះគឺជាគោលការណ៍ទូទៅរបស់គ្រប់ភាសាតែម្ដងភាសាណាក៏ចាប់ផ្ដើមចេញពី index ទី0ដែរនៅក្នុង list ណាបាទហើយប្រសិនបើយើង print ដូចតម្លៃខាងលើ
dương trong ban mùi này đã mùi này chắc chỉ sầu thì mùi thì bay thì bay chắc á dương cùi đã mà đo mùi chắc phải hot mà sân mà dương chơi pra lúc vì nghe đài về ở bên ca một smart trend thì dương ai lúc cho tên là này bị không na không mấy đã miền element này không lý năng miền phần mán bây giờ tranh thằng o thay mà đòn lấy ưu ho dương miền xây cái orange mới tiệt bà miền orange mới tiết dương ran mới tiệt đấy à chắc với tranh orange mới tiệt không ạ khi lúc về là o chắc á tức là lấy ở kho theo về miền tra được có tịch thì chắc về lúc vừa cả mà đo muối vừa tỏ bỏ chọc vừa tại bật quật ở bên này vừa tỏ bà chẳng lấy cái chia cà bạc lục trong trong này nó cái này ai vừa cà xoay nhiều bán hay vì bên ấy smart smart này dừng ăn vặt về thị tới khi là tập hò tới giờ nó sẽ bài chất hay giờ ai vừa bán sang trên năng tiền bà hơi nơi không Merian control flow đấy có vẻ toàn ở này thì tôi năng ca lý áo giờ tôi này trên pili mà vĩnh giờ nơi miền ca pra ban đôi chia bị bay thiệt bà chẳng coi bây giờ chơi pra phố giờ ai pra nơi lục một tiết đây miền chung thà và lục chẳng và lục đấy cứ miền xin tạในการจะเซหรือขี้เนี่ยได้บ่าchẳng là bây giờ xe và lục bán thì muối dương thử score bị xin tạในการpra về bà chẳng cứ vì miền vál hỏi cần đi sẵn mình tập mất cứ repeat execute miền này tha ai execute nơi lại khăn ấy là đã bây ai về execute bàn lấy nhầm ụt hồi mở chẳng tập đi mơ xin tạ mà đón tiết dương miền keyword vál miền condition hay cái này khang khóm này cứ go to execute repeat list bà lấy nhầm ụt hồi trốn nghi nghĩ bà chẳng nhầm copy này mới tiệt máu bà giờ sẽ về sẽ tịnh máu bà giờ từ mơ vào lục bà giờ chẳng nhầm bà ca variable in muối bà miền làm lại thật count tập bao nhiêu mà sai và rồi về smart zone bình tập mà thiết nhầm năng thưa ca do vào lục đấy từ pra chẳng dương thời từ xây khi vượt vál bà hai dương đã condition dương máu sân bà count tàu chuyện bay chứ nó tự khó dương ở về thời ấy chẳng dương print đấy bà dương print count chứ máu bà dương print làm lấy count bà dương độ clear ở dương cho pi máu dương đã sự nhá đó là count bình tập mà tiết p đại thôi count nâng chấp dương trong oi đầm lại bía cá được mình cái thỏi chứ mà sao mà dương trong oi về cán nhưng count bộ chứ máu bà lấy dương run execute code sản rồi bà nên nơi block hàng không xa lớn này vì hiện vé nhưng vì thế đó phải mơ mà cái đó mà tao mai của nhóm á ngọc nên mơ mất cho nên không valley vì sự tiếng for này có bàn tay tầm rộng này ca sẽ xây đang vì không bị for tích toàn tham for ra keyword for hay vál ra keyword vào bản tọa mà tiết bàn dương đã anh cái hai sự cái condition này bàn dương đã condition cho tới hai bàn dương output value bản tọa mà viên đang thưa ai khâu nó bộ làm một đông môi tỏ có bàn tay sầm nua xua tha hãy đấy ban thử pra là mình pra for và để sao mình lại cái này bị xe khó nền tí khó nên tổng tha và lấy thua láng vì check condition mà tăng môn sẵn đó mắc bàn về vừa còn khởi đấy thì mình condition mới thấy bàn về vừa chẳng á và đó máu vì ta kịch mơ condition năng theo thà và dù năng vì thải ọt mà thấy bên năng đầm nà cá và ọt đấy ôi ọt vừa này tức là vào dù năng vì thử năng ở đây là bị thôi cả và nếu cái chia cả pra vào trắng dương xâm rải mà vĩnh là bay pra vào bán tìm muối thời ca khi vượt báo đã cần đi sân chấu tập mắc execute repeat lý hơi dương oi count một bộ đó là nó cái chia tịnh định bao nhiêu dương chọn ở bộ cân này chẳng tại vì sân mà dương pra này không lại khăn xế cô bây giờ thời từ xe và hạ hai lần này nắng tại tôi là ca pra vào và chẳng chọc bị vào tới cô ở toàn o này dương miền nơi lục mới tiết dương miền một tháng đủ vào lấy vì không bị vào tích tiết lấy vì không hiểu mày nhầm ở nửa ở mơ thèm đó
បាទដើម្បីប្រើប្រាស់ do while បានយើងត្រូវមើល syntax របស់យើងទៀតហើយបាទអញ្ចឹងយើងត្រូវមាន keyword do មួយទៅមក while ហើយបាន condition អញ្ចឹង do while loop នេះវានឹង execute at least one មានន័យថាវានឹងធ្វើការយ៉ាងហោចណាស់បានមួយសិនតើមកបានវាទៅ check មើលលក្ខខណ្ឌវាធ្វើទៀតក៏ប៉ុន្តែសម្រាប់ while អត់ទេ while តើតែវាជួបលក្ខខណ្ឌរបស់វាបានវាធ្វើវាអត់មានធ្វើឲ្យសិនមួយទេក៏ប៉ុន្តែ do while នេះធ្វើឲ្យម្ដងសិនបានបន្តដំណើរទៅ check មើលលក្ខខណ្ឌទៀតថាគួរធ្វើបន្តទៀតឬមួយក៏អត់ឥឡូវតាក់ទងនឹងការប្រើយ៉ាងម៉េចអញ្ចឹងយើងទៅមើល data pad របស់យើងទៀតមកគ្មានស្អីក្រៅពីឧទាហរណ៍បងប្អូនជំនាញ IT គឺប៉ុណ្្នឹងឯងវាជាវិទ្យាសាស្ត្រពិតអញ្ចឹងនិយាយទៅទ្រឹស្ដីក៏មិនអាចផ្ទៀងផ្ទាត់បានដែរត្រូវធ្វើឲ្យឃើញលទ្ធផលបានអាចជឿបានអញ្ចឹងខ្ញុំទៅឧទាហរណ៍អ្នកនរគ្នាមើលទៀតបាទខ្ញុំដាក់ print មកកង់ទៀតមកហើយខ្ញុំសរសេរខាងក្រោមនេះទៀតឥឡូវឧទាហរណ៍ខ្ញុំមាន variable មួយមានឈ្មោះថា value បាទខ្ញុំ assign តម្លៃវាស្មើ5តែមកខ្ញុំចង់ប្រើ do while do អីគេបាទមិន do ស្អីទេ do វាសិនមក do ឲ្យយើង print value មកបាទ print មកយើង print មកយើងដាក់ចេះយើងដាក់ value ចុច2មក$value បាទយើងបិទ semicolon ហើយយើងឲ្យ value ហ្នឹងបាទឲ្យវាបូកមួយមកបាទបូកបន្ទាប់មកទៀតធ្វើអីបងប្អូនអញ្ចឹងបន្ទាប់ពី do ហើយចប់នៅ value បូកហើយវានឹង execute មួយនឹងហើយបន្ទាប់មកទៀតយើងត្រូវការដាក់នៅ condition យើងប្រើ while របស់យើងមកនេះគឺជា syntax របស់វាបងប្អូនត្រូវចាំណាអ្នកនរគ្នាត្រូវចាំបើសិនបើយើងសរសេរខុស syntax ពីអ្វីដែលខាង engineer គេចងឲ្យវា error ហើយយើងត្រូវ follow តាមហ្មងកន្លែងហ្នឹងគឺឲ្យយល់ឲ្យចាំពី syntax អញ្ចឹងទៀតបានយើងអាចប្រើប្រាស់ទៅវាដំណើរការបានបើសិនបើយើងអត់មានថាយើងអត់អនុវត្តតាមយើងអត់ follow តាមហ្នឹងទេលទ្ធផលវានឹងអាច error ហ្នឹងគឺមានតែប៉ុណ្ណឹងបើមិនត្រូវទេគឺ error ហើយបាទអញ្ចឹងក្រោយពីបានប៉ុណ្ណឹងហើយចាំមើលវាធ្វើអីទៀតបើសិនបើយើងឧទាហរណ៍បើសិនបើយើងចង់រានតេស្តប៉ុណ្ណឹងដាក់អត់បើយើងរានសាក់មើលទៅបើមិនដើរទេវា error យើងចាំកែទៀតតែបើវាដើរហើយខ្ញុំថាវាចេញអញ្ចឹងយើងត្រឡប់ទៅមើល value របស់យើងវិញឥឡូវហ្នឹងវាចេញបានដល់តម្លៃមួយទេគឺតម្លៃលេខ5ដោយសារអីដោយសារលក្ខខណ្ឌវាធ្វើបានតែម្ដងគត់វាធ្វើបានតែ do ទី1ទេវាចេញឲ្យផុតតម្លៃ value 5ហើយហេតុអីបានវាអត់ធ្វើអាក្រោមដោយសារតែតម្លៃហ្នឹងវាអត់ពិតវាបានតែ3បងប្អូនវាតូចជាង5ណាអញ្ចឹងវា execute អត់កើតទេអញ្ចឹងមូលហេតុហ្នឹងដោយសារតែ5វាមិនអាចតូចជាង3បានទេវាជួបលក្ខខណ្ឌអត់ពិតអញ្ចឹងវានឹងមិនធ្វើលក្ខខណ្ឌបន្តទៀតទេតែបើសិនបើវាជួបលក្ខខណ្ឌពិតបាទបើសិនបើវាជួបលក្ខខណ្ឌពិតវានឹងធ្វើឲ្យពិតនឹងបន្តទៀតទេបាទរឿងវាមានតែប៉ុណ្ណឹងតែបងប្អូនយល់យ៉ាងម៉េចបាទអញ្ចឹងដល់ពេលលក្ខខណ្ឌវាអត់ពិតចឹងទៅវា execute បានតែនៅ block do មួយទេឥឡូវករណីខ្ញុំធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌតិចឧទាហរណ៍ថាខ្ញុំដាក់តម្លៃ5នេះវាតូចជាង10អីចឹងបាទយើងមើលវាពិតអត់បាទអញ្ចឹងលក្ខខណ្ឌនេះវាពិតវាគិតថាតម្លៃ5នេះវាពិតជាតូចជាង10មែនអញ្ចឹងវានឹងធ្វើការ10 block ខាងក្រោមហើយវានឹងវិលមកអញ្ចឹងទៅបាទវាចាប់ផ្ដើមយកពីតម្លៃ5មកចាប់ផ្ដើមបូក TikTok មកតដល់លេខ9កណ្ដាលតូចជាង10គឺវាដល់ទី9ហើយបើសិនបើយើងចង់យកទាំងតម្លៃលេខ10មកទៀតយើងដាក់ស្មើមកទៀតមកហើយយើងរានកូដមួយសាថ្មីទៅបាទអញ្ចឹងបើសិនមកយើងគិតតម្លៃតូចជាងឬស្មើវានឹងគិតដល់តម្លៃលេខប៉ុណ្ណឹងអញ្ចឹងតើតើទៅនឹងការ compare តម្លៃតើតើនឹងការ loop តើតើទៅនឹង control flow statement មានការ review ពីតក្កវិទ្យាពីអីហ្នឹងអ្នកទាំងអស់គ្នាអាចស្វែងយល់បានមួយចំនួនហើយអញ្ចឹងបើសិនបើយើងចង់សិក្សាបន្តទៀតយើងអាចអនុវត្តជាមួយនឹង example ផ្សេងទៀតបានខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាបន្ថែម
បើឥឡូវនេះកូដយើងវាកាន់តែវែងទៅអីក៏ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហាទេដោយសារការសរសេរទៅវាវែងយើងមានអីញ៉ៃអញ្ចឹងដោយសារយើងត្រូវការរៀនយើងត្រូវការតេស្តឥឡូវនេះខ្ញុំបន្តទៅមួយករណីទៀតនៅក្នុងលក្ខខណ្ឌ loop ដដែលក៏ប៉ុន្តែយើងនឹងប្រើនៅ keyword មួយមានឈ្មោះថា continue ព្រោះនៅក្នុងមេរៀនដើមរបស់យើងមិញយើងមាន break យើងមាន continue យើងមាន return អញ្ចឹងវានៅ continue យើងត្រូវការប្រើហើយនៅ return មួយទៀតអញ្ចឹងខ្ញុំនឹងឧទាហរណ៍នៅក្នុង function loop ដែរឥឡូវឧទាហរណ៍ខ្ញុំសរសេរ for in I ទៀតហើយបាទពេញយកមែនតើ I ស្មើ0អញ្ចឹងមកហើយ I តូចជាង5យើងបិទ semicolon មកយើងឲ្យ I បូកតែកន្លែងនេះវាខុសពីមុនបន្តិចដោយសារយើងប្រើប្រាស់ keyword continue ជាមួយឥឡូវឧទាហរណ៍នៅក្នុង for នេះខ្ញុំត្រូវការឆែកលក្ខខណ្ឌវាអញ្ចឹងយើងសរសេរនៅ if មួយមកដើម្បីឆែកទៅមើលលក្ខខណ្ឌហ្នឹងថាវាពិតឬក៏មិនពិតអញ្ចឹងខ្ញុំសរសេរ if I ស្មើ2បាទកន្លែងសញ្ញាស្មើ2ដងនេះគឺមានន័យថា compare តម្លៃដោយសារខ្ញុំអត់ទាន់បានបង្ហាញអ្នកទាំងអស់គ្នាពីគេហៅ logic operator អញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាស្គាល់ស៊ាំទៅហើយទៀតយើងនឹងបញ្ជាក់បន្ថែមទៅលើ logic operator ហ្នឹងនៅចុងវីដេអូខ្ញុំនឹងទៅយក data reference logic operator អ្នកទាំងអស់គ្នាមើលក៏ដូចជាទុកសម្រាប់ការប្រើប្រាស់អញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ថាប្រសិនបើ I ស្មើ2ខ្ញុំចង់ skip លក្ខខណ្ឌហ្នឹងមិនបាច់ឲ្យវាធ្វើទេអញ្ចឹងខ្ញុំអាចសរសេរ continue មកបាទ continue ហើយយើងសរសេរ continue ប៉ុណ្ណឹងមកវា break បាត់ហើយបងប្អូនវាអត់ធ្វើទេណាបាទអញ្ចឹងក្រោយពី continue ហើយយើងទៅ print I មើលយើង print I មើលតើ I ហ្នឹងវាចេញយ៉ាងម៉េចឥឡូវ loop នេះវាមាន5ជុំជុំទី0និងជុំទី4ណាក៏ប៉ុន្តែបើសិនបើយើង print ទៅវាអត់ឃើញអា index ស្មើ2នេះទេមានថាវា break បាត់ហើយវា continue បាត់ហើយវាអត់ធ្វើវា skip ចោលបាទអញ្ចឹងជាលទ្ធផលនៃខាងក្រោមវាចេញ0 1 3 4តែកន្លែងលេខ2នេះគឺវា break បាត់ហើយវា skip ចោលហ្មងសុំទោសយើងនិយាយឲ្យសួរស្ដាប់ថាវារំលងចោលវាអត់ធ្វើការទេអញ្ចឹងនេះគឺជាការប្រើប្រាស់ជាមួយនឹងkeyword continue នេះយើងចង់ឲ្យវា skip នៅ execute នៃ statement ណាមួយឲ្យវារំលងចោលទៅធ្វើឲ្យផ្សេងហើយបើសិនបើយើងអត់ចង់រំលងទេយើងឲ្យវា loop តាមដំណើរទៅហើយធ្វើឲ្យផ្សេងអញ្ចឹងបើសិនបើខ្ញុំសរសេរចេះទៀតឥឡូវឧទាហរណ៍ថាបាទខ្ញុំសរសេរសញ្ញា n 2ដងនេះដើម្បីប្រៀបធៀបតម្លៃបើសិនបើ I ស្មើបាទស្មើ index ទី4នេះអញ្ចឹងទៅបាទអញ្ចឹងយើង run មើលទៀតតើវាអាចដំណើរការបានអត់អញ្ចឹងនេះនេះលក្ខខណ្ឌវាបើសិនបើ I ស្មើ2ហើយនឹង I ស្មើ4វាអត់ជួបលក្ខខណ្ឌណាបងប្អូនឃើញអញ្ចឹងវា run ទៅវាចេញប៉ុណ្ណឹងចុះបើសិនមកយើងដាក់3បាទយើងដាក់3ក៏នៅចេញដោយសារវាអត់ពិតតែបើសិនមកយើងប្រើ or ជាប្រើ or ប៉ុណ្ណេះមកបាទអញ្ចឹងដោយសារឆ្នប់ n តតែពិតទាំងពីរបានវា execute code អញ្ចឹងបើសិនបើវាមិនពិតនៅក្នុងពីរលក្ខខណ្ឌហ្នឹងទេអញ្ចឹងវាមិនអាចដំណើរការ code បានទេតែសម្រាប់ការប្រើប្រាស់ឆ្នប់ or វាអាចគិតលក្ខខណ្ឌឲ្យទៅត្រូវមួយជារៀងហើយយើងទៀតអត់ត្រូវក៏វាអាច execute code បានដែរអញ្ចឹងជាលទ្ធផលវានឹង skip index ទី2ទី3ចោលអញ្ចឹងវាយក index ទី0ទី1ដល់ទី4តែម្ដងបាទនេះគឺជាការប្រើប្រាស់ជាមួយនឹង keyword continue នៅក្នុង loop បាទនៅអត់ទាន់អស់ទេនៅមានសាច់រឿងបន្តិចទៀតចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យបានដឹងនៅក្នុងនេះបន្ទាប់ពីយើងរៀនតកតងទៅនឹង condition យើងរៀនពី switch បាទយើងរៀនពី for យើងរៀនពី while យើងរៀនពី do while ហើយយើងរៀនពី for ទៀតក៏ប៉ុន្តែយើងមានជាមួយនឹង continue keyword ដោយដែលខ្ញុំបានរៀបរាប់នៅក្នុងវីដេអូហ្នឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងយល់បានមួយចំនួនហើយអាចអនុវត្តបានបើសិនបើអត់យល់ទេអាចចាក់វីដេអូហ្នឹងមើលចុះមើលឡើងទៅមើលដើម្បីឲ្យយល់ហើយចាំ
រៀនមេរៀនបន្តបើសិនបានអ្នកទាំងអស់គ្នាអត់យល់ពីមេរៀនហ្នឹងទេមេរៀនបន្តទៀតក៏ត្រូវការប្រើប្រាស់ពួកហ្នឹងដដែលដែរអញ្ចឹងយើងនៅតែអាច review អាចរំលឹកវាបានក៏ប៉ុន្តែសម្រាប់ការរៀនសូត្រខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្វែងយល់ឲ្យហើយទៅពេលដែលយើង move ទៅមុខទៅយើងនឹងទៅបានឲ្យរលូនដែលមិនមានបញ្ហាបាទអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញជា reference មើលអ្នកទាំងអស់គ្នាអាចយកទៅមើលខ្លួនឯងហើយខ្ញុំក៏នឹងធ្វើការបញ្យល់ជាគោលទេព្រោះនេះវាពាក់ព័ន្ធទៅនឹង logic operator វាពាក់ព័ន្ធទៅនឹងsyntax ឬក៏និមិត្តសញ្ញាមួយចំនួនដែលយើងប្រើប្រាស់នៅក្នុងការគណនាបាទអញ្ចឹងវាមានច្រើនដែលបងប្អូនត្រូវមើលបាទដូចជាបាទមានសញ្ញាដែលយើងឃើញឡើងនេះគេហៅថាសញ្ញាចែកសំទោសសញ្ញាគុណបាទសញ្ញាគុណអានេះចែកអានេះ modulo បាទនេះយើងមើលទៅវានៅក្នុងជាប្រភេទ multiplicative បាទហើយមាន additive មាន shift មានអីចឹងណាចឹងបងប្អូនមើលនៅក្នុងទាំងអស់មានសញ្ញា n មានសញ្ញា bitwise មាន or មានអីចឹងណាចុះនៅក្នុងហ្នឹងខ្ញុំនឹងដាក់ link នៅក្នុង description របស់វីដេអូយើងទៅមើលថែមទៅបើសិនបើ in case បើសិនបើក្នុងករណីខ្លះបងប្អូនអត់យល់ទេបងប្អូនអាច comment សួរបានហើយដូចជាសញ្ញា a បូកនេះវាមានថាវានឹងយកតម្លៃបោះខ្លួនវាបូកនឹងតម្លៃទី1ឧទាហរណ៍ថាជុំទី1នៃការ loop a ហ្នឹងមានតម្លៃ1អញ្ចឹងវា loop មួយជុំទៀតវាបាន1បូក1ទៀតអញ្ចឹងវាបាន2ដល់ពេល loop ជុំទី2បាន2បូក1ទៀតវាបាន3បាទហើយនេះគឺ a បូក b a ស្មើ b បាទកាលណាយើងសរសេរតម្លៃស្មើអញ្ចេះមានន័យថាគឺជាការអាសាញតម្លៃទៅកាន់តម្លៃមួយហ្នឹងបើសិនមកយើងសរសេរស្មើ2ដងចេះគឺជាការប្រៀបធៀបតម្លៃឧទាហរណ៍ថា a ស្មើ b អញ្ចឹងគេសរសេរស្មើ2ដងបាទហើយកន្លែងនេះគឺតាក់ទងទៅនឹងគេហៅថាតាក់ទងនឹង short condition ឧបមាថា a សំទោស c អត់ទេបើវាពិតវាចេញ a បើសិនបើវា fail វាចេញ b ហើយ a is t នេះគឺជាការសិក្សានៅតម្លៃមួយថាតម្លៃហ្នឹងវា true ឬមួយក៏ false ហ្នឹងគឺប៉ុណ្ណឹងហើយនៅមានទៀតបងប្អូនអត់ទាន់អស់ទេណានេះគឺជាមេរៀនដែលយើងបានរៀនមិញហ្នឹងគឺវាមានហោហែទាំងអស់នៅក្នុងហ្នឹងទាំងអស់អញ្ចឹងអ្វីដែលខ្ញុំបានរៀនហ្នឹងក៏ខ្ញុំដកស្រង់ចេញពីហ្នឹងដែរបាទនេះគឺជាការប្រៀបធៀបនៅតម្លៃដើម្បីដែលយើងរៀននៅក្នុងមេរៀន condition មិញហ្នឹងហើយ assert នេះគឺគេប្រើសម្រាប់ debug មើលតម្លៃបើសិនបើវា execute បានវាធ្វើការបន្តបើអត់ទេវា break ចេញវាស្រដៀង if ដែរបាទ copy ឧទាហរណ៍ហ្នឹងទៅដាក់នៅក្នុង Datapad ឲ្យបងប្អូនមើលដូចគ្នាបាទខ្ញុំ enter ចុះទៀតហើយយើងមើលលទ្ធផលមើលតើវាយ៉ាងម៉េចបានវាចេញអញ្ចឹងបាទនេះគេហៅជា logic operator វាគឺជានិមិត្តសញ្ញាដែលយើងតែងតែប្រើប្រាស់នៅក្នុងការគណនាជារឿយៗនៅក្នុងភាសាណាក៏ដូចភាសាណាដែរវាស្រដៀងគ្នាបងប្អូនបាទនៅក្នុងតម្លៃនេះដោយសារអញ្ចឹងខ្ញុំបញ្យល់បងជូនបន្តិចណាជាទូទៅអាពីរនេះគឺយើងបង្កើត variable ឯនេះគឺយើង assign variable ឲ្យអញ្ចឹងបើសិនមកនេះបើថា increase before get in value វាបូកមុនហើយបានវាបូកនឹង value ខ្លួនឯងវាតាមក្រោយហើយបើសិនបើ a ស្មើ b អញ្ចឹង a 0នៅដល់ពេល b បូកទៅបើសិនបើវាស្មើគ្នាលក្ខខណ្ឌហ្នឹងវាធ្វើការបន្តតែបើសិនបើវាអត់ match គ្នាទេវាអត់ execute តទេហ្នឹងគឺជាកូដនៅក្នុងkeyword assert បាទនៅត្រង់ចំណុចនេះខ្ញុំចាប់ផ្ដើមដាក់ print មើល value វាមួយទៅដើម្បីយើងអាចទៅសិក្សាបន្តវាបានឥឡូវយើងទៅមើលបន្តិចយើងមាន variable in a in b អញ្ចឹងវាអត់មាន value ទេតមកទៀតយើងចាប់ផ្ដើម assign value ឲ្យវាឲ្យ a ស្មើ0តមកយើងឲ្យ b ស្មើបូក a អញ្ចឹងមានន័យថាម៉េចវាបូកបូក a នេះមានន័យសំទោសបាទបូក a នេះមានន័យថាម៉េចនៅតាម command នេះគេដាក់ increment before gets its value មានន័យថាវាបូកហើយបានវា get value អញ្ចឹងបន្ទាប់មកវាបូកហើយគឺវាចាប់ផ្ដើមបូក1ខ្លួនឯង1បូក0គឺបាន1
បាទអញ្ចឹងតម្លៃ A នេះវាបាន1ចុះតម្លៃ B បានប្រហែលហើយបាទតម្លៃ B គឺស្មើតម្លៃ A ហ្នឹងហើយបើ A ស្មើ1 B ស្មើ1ដែរតែបើ A ស្មើ0ពេលដែលវាបូកហើយ B មាន A មានតម្លៃ1 B នេះមានតម្លៃ1ព្រោះពីរហ្នឹងវាស្មើគ្នាបាទហើយយើង assert មើល assert នេះមានន័យម៉េច assert នេះបើសិនមកយើងនិយាយឲ្យស្រួលស្ដាប់វាជាអ្នកសិក្សាលក្ខខណ្ឌដូច if ចឹងក៏ប៉ុន្តែវាខុសពី if ត្រង់ថាបើ if វាខុសហើយវាអត់ទៅណាទេតែ assert ហ្នឹងពេលដែលវាខុសហើយវាអត់ពិតហើយគឺវាស្រូវហើយមានន័យថាវានឹង break statement ហ្នឹងឈប់ឲ្យធ្វើការហើយវានឹងបោះ message output ចេញមួយប្រាប់ថាវា error ដោយសារអីគេចឹងណាបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះបើសិនបើខ្ញុំ execute code ដំណើរការទៅវា true មើលបណ្ដាត់ខាងក្រោមនេះវាបានតម្លៃ1អញ្ចឹងបើសិនបើយើងសិក្សា1ស្មើ1គឺពិតដោយសារអី1វាស្មើ1ហ្នឹងអញ្ចឹងបើសិនបើខ្ញុំដាក់1ធំជាង1អញ្ចឹងវាពិតអត់បាទវាអត់ពិតទេតែពេលវាអត់ពិតទេកូដហ្នឹងគឺវាស្រូវហើយបងប្អូនមានថាវានឹងឈប់ដំណើរការអីទាំងអស់អញ្ចឹងវានឹងបោះ message output ចេញអញ្ចឹង output គេថាម៉េចនេះគេដាក់ sketch error assertion fail ដោយសារអីគេប្រាប់ទៀតថានៅក្នុង main file.dat របស់យើងហ្នឹងនៅ line ទីប៉ុណ្ណេះតម្លៃ A ហ្នឹងវាធំជាង B អញ្ចឹងវាអត់ពិតទេអញ្ចឹងវា breaks វាឡើងធ្វើការក៏ប៉ុន្តែបើសិនមកយើងដាក់ compare ស្មើចេះវិញវាដំណើរការធម្មតាបាទអញ្ចឹងបញ្ជាក់ម្ដងទៀតអាបូកខាងមុខនិងបូកខាងក្រោយនេះគឺវាខុសគ្នាខុសត្រង់ថាពីមុខវាបូកមួយហើយបានវា get value ដល់ពេលអាបូកសុំទោសអានេះគេហៅពីមុខអានេះពីក្រោយចឹងបងប្អូនបូកមុនបូកក្រោយនិយាយចេះស្រួលស្ដាប់បើសិនមកបូកមុនបូកចេះមានន័យថាវាបូកហើយបានវា get value តែបើសិនមកបូកនៅខាងនេះវិញបូកនៅខាងស្ដាំវិញបាទ A បូកចេះមានន័យថាវាយ៉ាងម៉េច increment A after B get its value បាទអញ្ចឹងយើងមើលទៅយើងមើលឧទាហរណ៍វិញគេអាសាញតម្លៃ A ដំបូងស្មើ0ណាបន្ទាប់មកទៀតគេយក A ហ្នឹងបូកអញ្ចឹងយើងទៅមើលតម្លៃបើសិនបើ A ស្មើ0វាយក0បូក1មានថាវាចាប់ផ្ដើម increase after get value មានថាវា get value ហើយវាបូក1មានន័យអញ្ចឹងណាអានេះបូក1ហើយបាន get value អានេះ get value ហើយបានបូក1អញ្ចឹងពីហ្នឹងវាខុសគ្នាខុសត្រង់ប៉ុណ្ណឹងហើយយើងមើលទៅក្រោមទៀតក៏ដូចតែគ្នាបងស្ដាប់ compare អញ្ចឹងរបស់តែមួយអញ្ចឹងនេះគឺជា logic operator សង្ឃឹមថាបងប្អូនទៅមើលបន្ថែមទៅបើសិនបើខ្ញុំនិយាយទៅវាមានកន្លែងណាខ្លះវាអត់សូវច្បាស់ហើយក៏សូមអធិស្ឋានបាទនេះគឺជា object គេហៅ operator logic operator សញ្ញានេះដូចខ្ញុំបញ្យល់ជូនណាមានថាស្មើពីដងនេះ compare អានេះសញ្ញាខុសពីធំជាងតូចជាងធំជាងឬស្មើតូចជាងឬស្មើនេះសិស្សយើងដឹងអស់ហើយបាទនេះ assert មិញដូចបាននិយាយជំរាបជូនហើយវាមានន័យយ៉ាងម៉េចចឹងណាបាទហើយនេះ as មាន as មាន is មាន is ឧទានបងប្អូនហើយនេះគឺសិស្សមានអត្ថន័យរបស់វា as នេះគឺ cast Thai cast មានន័យថាយើងចង់ convert តម្លៃណាមួយឲ្យទៅជាតម្លៃណាមួយចឹងយើង cast វាទៅហើយអត់ទាំងអស់ហ្នឹងខ្ញុំអត់តនិយាយទេដោយសារពេលខ្លះនិយាយទៅវាអត់យល់យើងចាំឧទាហរណ៍នៅផ្នែកណាមួយដែលពាក់ព័ន្ធនឹងវាទៅខ្ញុំបញ្យល់បន្ថែមហើយគាត់ឲ្យបងប្អូនពេលគាត់អ្នកទាំងអស់គ្នាមើលលេងសិនទៅដើម្បីឲ្យបានជ្រួលជ្រាបខ្លះហើយឆ្ងល់អីយើងអាច comment សួរនាំគ្នាបានខ្ញុំធានាពីការងារខ្ញុំឆ្លើយហើយបើសិនបើការ comment ទៅអាចខកខាននឹងយកអីក៏សូមអធិស្ឋានព្រោះខ្ញុំរវល់ធ្វើការដូចអ្នកនរគ្នាកំពុងរៀនដែរបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណេះបងប្អូនអរគុណអ្នកនរគ្នាដែលបានចំណាយពេលទស្សនាហើយជួយ Subscribe ម្នាក់មួយមកទាំង Channel YouTube និង Facebook ខ្ញុំនឹងដាក់ចំណងភ្ជាប់ជូនអរគុណជួបគ្នាវីដេអូក្រោយ